ខ្ញុំនៅមានរថសឹកផ្លេចបន្ទោនេះវាមានល្បឿនលឿនខ្លាំងណាស់ងាយស្រួលក្នុងការដេញតាមទាន់ឯងឬបែបនេះហ្វាំងភូឈីងធានចាប់ផ្ដើមមានវិបត្តិសារីជាខ្លាំងហេតុអ្វីបានជាខ្ញុំភ្លេចរឿងនេះទៅកើតខ្ញុំមើលស្រាលល្បឿនរបស់វាពេកហើយខាត់ពេលតែរៀបចំខ្លួនឥឡូវមនុស្សក្នុងចក្រភពធានយូមកជាមើងងាយខ្ញុំមិនខានហ្វាំងភូឈីងធានដកដង្ហើមធំរួចអង្គុយចុះហើយថាបើខ្លាំងសម្រាប់ខ្ញុំមកក្នុងនាមជាស្ដេចខ្ញុំត្រូវតែស្លាប់ទៅដោយមានតម្លៃនិងថ្លៃថ្នូរចង់ស្លាប់ដោយមានកិត្តិយសអីចឹងហ៎បានខ្ញុំនឹងឲ្យឯងស្លាប់បែបស្ដេចពិតប្រាកដដោយបង្ហាញឲ្យឯងបានឃើញផ្ទាល់ភ្នែកឈ្មោះហ្វានតើឯងចង់ធ្វើអ្វីហ៎ហ្វាំងភូឈីងធាននិយាយមិនទាន់ទម្លាក់មាត់ផងស្រាប់តែមានអារម្មណ៍ឈឺត្រជាក់យ៉ាងខ្លាំងឈ្មោះហ្វានបានលោតទៅខំត្រជាក់របស់គេដាច់តែម្ដងមាត់របស់ឈ្មោះហ្វានឥឡូវនេះពេញទៅដោយឈាមស្រស់ឯងកំពុងធ្វើឈួតអីហ្នឹងគេស្រែកទាំងឈឺចាប់ឈ្មោះហ្វានខ្ជាក់ត្រជាក់នោះចោលរួចញញឹមឡើងគេញឹមយ៉ាងត្រជាក់រួចថាមិនមែនចង់ស្លាប់ដោយកិត្តិយសទេឬខ្ញុំនឹងកប់សាកសពឯងនៅក្នុងពោះខ្ញុំវារឹតតែប្រសើរជាងឬបែបនេះអ្នកនៅជុំវិញភ័យស្លន់ស្លោជាខ្លាំងតើឈ្មោះហ្វានចង់ខំស៊ីសាច់សម្រាប់ហ្វាំងភូឈីងធានទាំងរស់មែនទេគ្រប់គ្នាភ័យខ្លាំងណាស់ឯងវាជាបិសាចឯងចង់ស៊ីសាច់ខ្ញុំមែនទេឈ្មោះហ្វានសាច់ឡានឬពេញព្រៃថាមែនហើយដំបូងឡើយខ្ញុំគិតថាតើមានការធ្វើទរណកម្មណាដែលស័ក្តិសមនឹងឯងបំផុតប៉ុន្តែចុងក្រោយវិធីទាំងនោះវាមិនមែនជាទណ្ឌកម្មខ្លាំងក្លាឡើយយូសៀនឈឺចាប់ជាងឯងរាប់រយដងទៅទៀតហើយវាក៏មិនមែនជាការស្លាប់ដែលអាប់អោនបំផុតដែរព្រោះការស្លាប់របស់លីនធានហ្វុងអាប់អោនជាងឬពាក្យសម្ដីដែលឈ្មោះហ្វាននិយាយហើយដងខ្លួនរបស់ហ្វាំងភូឈីងធានញ័រចម្ប្រប់តែម្ដងប៉ុន្តែសម្រាប់មេខ្លោងនៅពីក្រោយការសម្លាប់កញ្ញានឹងដូចជាឯងនេះមានតែវិធីមួយនេះទេដែលស័ក្តិសមបំផុតព្រោះការស៊ីសាច់ឯងទើបអាចធ្វើឲ្យខ្ញុំស្កប់ស្កល់រំសាយកំហឹងនិងគំនុំរបស់ខ្ញុំបានហ្វាំងភូឈីងធានព្យាយាមរើបំរះខ្លួនយ៉ាងណាក៏ត្រូវឈ្មោះហ្វានចាប់សង្កត់ជាប់ដែរបានត្រឹមតែមើលឈ្មោះហ្វានខំហែកស៊ីសាច់គេម្ដងបន្តិចនៅពេលឃើញទស្សនវិជ្ជាដ៏រន្ធត់នេះយ៉ានហ្វូបានត្រឹមបើកមាត់ធំពីខាងក្រៅកំពែងជូឈីងហ្វានក៏ទប់ទឹកភ្នែកខ្លួនឯងមិនបានដែរគំនុំសងសឹករបស់ឈ្មោះហ្វានចំពោះគេគឺច្បាស់ណាស់វាបានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំងក្នុងចិត្តគេរហូតដល់ថ្នាក់ត្រូវធ្វើរឿងឃោឃៅបែបនេះនៅចំពោះមុខបិសាចដូចជាឈ្មោះហ្វានហ្វាំងភូឈីងធានទាំងខឹងទាំងភ័យរួចស្រែកថាឈ្មោះហ្វានខ្ញុំជាស្ដេចដែលស៊ូគៀបានជ្រើសរើសបើឯងហ៊ានពួកស៊ូឌៀនឹងដាក់ទោសឯងមិនខានឡើយឈ្មោះហ្វានងើយមុខឡើងរួចសើចចំអកថាស៊ូគៀដាក់ទោសអីចឹងហ៎តាំងពីកំណើតមកខ្ញុំធ្លាប់ប្រឆាំងនឹងស៊ូគៀមកច្រើនដងណាស់ហើយចុះទម្រាំតែឯងដែលជាស្ដេចខ្លែងអះអាងខ្លួនឯងនៅក្នុងភ្នែករបស់ហ្វាំងភូឈីងធានឯងហ៊ានប្រឆាំងនឹងខ្ញុំដែរឬឈ្មោះហ្វានពិតជាបិសាចមែនប្រឆាំងអីចឹងហ៎ទោះជាស៊ូគៀជាន់ទី9ក៏ខ្ញុំកំទេចចោលដែរប៉ុន្តែចំពេលនោះឯងស្រាប់តែមានពន្លឺពណ៌លឿងភ្លឺចេញចាយចេញពីរាងកាយគេហើយរុញឈ្មោះហ្វានឲ្យថយក្រោយជាលើកដំបូងបំផុតដែលឈ្មោះហ្វានបង្ហាញអាការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុអ្វីបានជាគេនៅមានធម្មពលខ្លាំងបែបនេះទៅកើតទាំងដែលខ្ញុំបានប្រាយ័ន្តបិទធម្មពលគេអស់ហើយតើភ្លាមនោះព្រលឹងនាគក្នុងខ្លួនហ្វាំងភូឈីងធានក៏បែកចេញរួចរាលដាលចាក់ទម្លុះខ្លួនឈ្មោះហ្វានឃើញបែបនេះហ្វាំងភូឈីងធានក៏សើចឡើងទាំងព្រៃផ្សៃថាឈ្មោះហ្វានឯងកំពុងតែរកកន្លែងស្លាប់ដោយខ្លួនឯងទេឯងត្រឹមជាមនុស្សធម្មតាតែហ៊ានមកស៊ីសាច់អធិរាជដូចជាខ្ញុំមានអាណត្តិពីសួគ៌នឹងត្រូវបានការពារដាច់ខាតការប្រែប្រួលដ៏គំហុកនេះធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភមិននឹកស្មានសោះថាព្រលឹងនាគផែនដីចេញមកការពារម្ចាស់តើហ្វាំងភូឈីងធានពិតជាមានរាសីជាអធិរាជពិតប្រាកដមែនទេគ្រប់គ្នាចាប់ផ្ដើមឆ្ងល់ព្រលឹងនាគពិតជាចេញមកការពារគេមែនយ៉ាងណាក៏ដោយការវិបកមួយនេះរឹតតែធ្វើឲ្យឈ្មោះហ្វានខឹងសម្បាខ្លាំងឡើងគេមើលទៅព្រលឹងនាគនោះហាក់ដូចជារបស់ធម្មតាប៉ុណ្ណោះអណ្ដាតភ្លើងបៃតងក្នុងខ្លួនឈ្មោះហ្វានបានឆាប់ឆេះរាលដាលហើយរុំព័ទ្ធរាងកាយគេទាំងមូលតែម្ដងហ្វាំងភូឈីងធាននិងព្រលឹងនាគចាប់ផ្ដើមភ័យខ្លាចជាខ្លាំងគេញ័រខ្លួនចម្ប្រប់រួចសួរទៅកាន់ឈ្មោះហ្វានថាចុងក្រោយឯងជានរណាឲ្យប្រកាសខ្ញុំធ្លាប់ឮឯងហៅខ្លួនឯងថាអធិរាជបិសាចបុរាណតើនោះជានរណាពេលឃើញអាចកំបាំងដ៏គួរឲ្យខ្លាចក្នុងខ្លួនឈ្មោះហ្វានហ្វាំងភូធានរងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្មេងម្នាក់នេះពិតជាមានរបស់ចម្លែកក្នុងខ្លួនពិតមែនវាថែមទាំងមានអំណាចខ្លាំងជាងព្រលឹងនាគទៅទៀតក្នុងចិត្តរបស់ហ្វាំងភូធានរងកាន់តែតក់ស្លុតទ្វេដងឈ្មោះហ្វានគ្រាន់តែមកពីត្រកូលតូចតាចអន់ថយសោះហេតុអ្វីបានជាក្នុងខ្លួនមានរបស់មានតម្លៃមហាសាលម្លេះរឿងនេះពិតជាពិបាកយល់ខ្លាំងណាស់ញើសសច្ចៈហូបពេញផ្ទៃមុខរបស់ហ្វាំងភូធានរងខណៈពេលនេះដែរគេត្រូវតែប្រញាប់រកពេលពិភាក្សាជាមួយព្រះគ្រូហើយតើក្មេងម្នាក់នេះជាបិសាចមកពីប្រភពណាឲ្យប្រកាសសូម្បីតែព្រលឹងនាគផែនដីក៏ត្រូវអន់ក្បាលចុះចាញ់គេដែរលេងអ៊ូឆាងក៏មានមន្ទិលសង្ស័យខ្លាំងដែរចិត្តមនុស្សពិតជាពិបាកស្មានពិតមែនសូម្បីតែអាណត្តិស៊ូគៀក៏មិនអាចកណនាដឹងមុនដែរខ្ញុំអាចកណនាបានត្រឹមតែចិត្តគំនិតរបស់មនុស្សប៉ុណ្ណោះប៉ុន្តែមិនអាចដឹងពីបំណងរបស់ស៊ូគៀឡើយពេលមើលទៅភាពអង់អាចនិងអំណាចរបស់ឈ្មោះហ្វានវាធ្វើឲ្យខ្ញុំមានគំនិតមួយគួរឲ្យតក់ស្លុតជាខ្លាំងតើក្មេងម្នាក់នេះក៏មានអាណត្តិពីស៊ូគៀដែរមែនទេគេគិតក្នុងចិត្តទាំងមិនចង់ជឿទាល់តែសោះឬមួយក៏គេមានទំនាក់ទំនងជាមួយអធិរាជស៊ូគៀនៅពេលនេះឈ្មោះហ្វានកំពុងតែដើរសម្ដៅទៅរកហ្វាំងភូឈីងធានយឺតឯងមិនចាំបាច់ដឹងថាខ្ញុំជានរណានោះទេគ្រាន់តែដឹងថាការដែលធ្វើឲ្យខ្ញុំខឹងគឺជាខុសឆ្គងដ៏ធំបំផុតនៅក្នុងជីវិតរបស់ឯងខណៈពេលដែលឈ្មោះហ្វានចាប់ក្តាប់ករបស់ហ្វាំងភូឈីងធានព្រលឹងនាគនោះស្រាប់តែរើបំរះខ្លួនចេញមកម្ដងទៀតវាបានប្រែក្លាយជាពន្លឺពណ៌មាសដ៏ត្រចះត្រចង់ហើយហោះចូលទៅក្នុងខ្លួនរបស់ឈ្មោះហ្វាន
មួយសន្ទុះក្រោយមកធម្មពលព្រលឹងនាគបានផ្ទុះឡើងយ៉ាងខ្លាំងពីក្នុងខ្លួនរបស់ឈ្វហ្វានពន្លឺពណ៌មាសដ៏មហិមាបានបំភ្លឺពេញសមរភូមិទាំងមូលពេលឃើញបែបនេះផ្ទៃមុខរបស់ហ្វាំងភូធានរងប្រែជាស្លេកស្លាំងភ្លាមៗនេះគឺជាបាតុភូតព្រលឹងនាគបោះបង់ម្ចាស់ចាស់ដើម្បីជ្រើម្ចាស់ថ្មីផ្ទៃមេឃនិងផែនដីទាំងមូលកំពុងតែញ័ររង្គើក្នុងពេលជាមួយគ្នានេះហ្វាំងភូឈីងធានឯនេះវិញដេកស្តុកស្ទឹងដូចជាឆ្កែងាប់បានត្រឹមតែឈរមើលព្រលឹងនាគបោះបង់ខ្លួនចោលនេះជារាសីអធិរាជរបស់ខ្ញុំតើហេតុអ្វីបានជាកើតរឿងបែបនេះទៅកើតហេតុអ្វីបានជាអាណត្តិសួរអៀក្បត់រូបខ្ញុំទៅវិញខ្ញុំគឺជាអ្នកដឹកនាំដ៏អស្ចារ្យនាពេលអនាគតណាព្រលឹងនាគត្រូវតែចោះចាញ់ខ្ញុំទើបត្រូវតែមិនទាន់ទាំងនិយាយចប់ពាក្យផងដងខ្លួនរបស់ហ្វាំងភូឈីងធានក៏បានដួលទន់បាត់ជើងលើដីដួលផ្កាប់មុខទៅនឹងដីតែម្ដងបាតុភូតចម្លែកជុំវិញខ្លួនឈ្វហ្វានធ្វើឲ្យថ្នាក់ដឹកនាំទាំងឡាយតក់ស្លុតជាខ្លាំងពីមុនមកគេធ្លាប់បានពិភាក្សាជាមួយព្រះគ្រូរួចមកហើយថាលក្ខខណ្ឌដែលធ្វើឲ្យមេឃដីក្តៅខ្លាំងបែបនេះវាគឺជាសញ្ញាព្រមាននៃមហាវិនាសកម្មដ៏ធំធេងហើយពេលនេះឈ្វហ្វានបានស្រូបយកព្រលឹងនាគផែនដីទាំងស្រុងហើយមានន័យថាចក្រភពអ្នកចម្បាំងទាំងមូលនឹងត្រូវជួបការផ្លាស់ប្ដូរនឹងមហាវិនាសកម្មក្នុងពេលឆាប់មិនខានក្នុងពេលជាមួយគ្នានោះដែរនៅឯទីក្រុងឡុងសៀនដែលជាកន្លែងដែលព្រះរាជវាំងដ៏អស្ចារ្យស្ថិតនៅស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងលាន់ចេញពីខ្សែត្រាការពារនៅពេលឃើញទស្សនវិជ្ជាបែបនេះមេទ័ពការពារព្រះរាជវាំងប្រែមុខស្លេកស្លាំងដោយភាពភ័យខ្លាចរួចឧទានថាមានរឿងអីកើតឡើងនឹងមិនទាន់ដាច់សូរពាក្យផងគ្រានោះកូនចៅក្រមបង្គាប់ក៏រត់មកថ្វាយរបាយការណ៍យ៉ាងលឿនថាមានរឿងធំហើយជម្រាបលោកមេទ័ពការពារវាំងខ្សែនាគការពារចក្រភពចាប់ផ្ដើមងើបឡើងហើយបាទមេទ័ពការពារវាំងភ័យរន្ធត់រហូតស្លេកមុខស្លេកមាត់រួចសួរបញ្ជាក់ថាឯងថាដូចម្ដេចមិញនេះព្រះរាជវាំងយើងបានការពារខ្សែនាគអធិរាជនេះរាប់ពាន់ឆ្នាំមកហើយមិនដែលកើតមានបញ្ហាអ្វីឡើយទោះបីជាមានព្រលឹងនាគមួយបានរត់ចេញពីត្រាក៏ដោយក៏ហេតុអ្វីបានជាវាអាចបង្កភាពវឹកវរខ្លាំងដល់ថ្នាក់នេះទៅកើតអ្នកក្រោមបង្គាប់ញ័រខ្លួនទៅត្រឹករួចឆ្លើយថាពួកយើងក៏មិនដឹងច្បាស់ដែរទៀតប៉ុន្តែឥឡូវនេះព្រលឹងនាគទាំង5 custom ដែលនៅសល់កំពុងតែបុកកំទេចខ្សែត្រាយ៉ាងខ្លាំងក្លាបំផុត